ថៃបន្តការបាញ់ប្រហារនិងប្រើផ្សែងពុលលើទឹកដីកម្ពុជានាព្រំដែនថ្ងៃទី 9 ខែធ្នូយោងតាមសេចក្តីប្រកាសបន្ទាន់ពីក្រសួងការពារជាតិនៅថ្ងៃទី 9 ខែធ្នូឆ្នាំ 2025 នេះភាគីថៃបានបន្តធ្វើសកម្មភាពយោធាឈ្លានពានយ៉ាងកក្លឿនដោយបើកការបាញ់ប្រហារតាមបណ្ដោយខេត្តជាប់ព្រំដែននិងបានប្រើប្រាស់អាវុធគីមីផ្សែងពុលបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពកម្ពុជាអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបានថ្កោលទោសចំពោះការរំលោភបំពានបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃចុះថ្ងៃទី 26 ខែតុលាឆ្នាំ 2025 ការវាយលុកទ្រង់ទ្រាយធំនិងការប្រើប្រាស់ដ្រូនលើយោធាភូមិភាគទី 5 សកម្មភាពបាញ់ប្រហារនេះបានបន្តអត់ដាច់ស្ទើរពេញមួយយប់និងឈានដល់ភូមិសាស្ត្រភូមិភាគទី 5 ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅវេលាម៉ោង 4:58 នាទីដល់ម៉ោង 5:25 នាទីទីភ្លឺយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះចូលស៊ើបការណ៍ដល់ភ្នំត្រងោមុននឹងបន្តបាញ់ផ្សែងពុលមកលើតំបន់ភ្លាមចាប់ពីម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីព្រឹកយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ពេលនេះសកម្មភាពនៅតែបន្តនៅឡើយក្រៅពីតំបន់ថ្មដាការបាញ់ប្រហារក៏បានពង្រីកមកលើភូមិសាស្ត្រភូមិភាគទី 4 ចាប់តាំងពីម៉ោង 4:45 នាទីទីភ្លឺតំបន់ដែលរងការវាយប្រហារមានទំហំធំទូលាយរួមមានតំបន់ភ្នំខ្មោចភ្នំតាថាវប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នាវាលអន្ត្រីគោ8ជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសខាគិរីស្វារៈអ្វីដែលគួរឲ្យបារម្ភនោះគឺយោធាថៃថែមទាំងបានបាញ់ផ្សែងពុលនៅលើបរិវេណប្រាសាទតាក្របីដែលជាសម្បត្តិបេតិកភណ្ឌជាតិផងដែរលោកស្រីម៉ាលីសុជាតាគូសបញ្ជាក់ថាក្រសួងការពារជាតិនិងកងយោធពលខេមរភូមិន្ទបន្តគោរពនិងអនុវត្តឥតងាករេនៅការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដើម្បីការពារអធិបតេយ្យនិងបូរណភាពទឹកដីព្រមទាំងសុខសុវត្ថិភាពរបស់ប្រជាជនកម្ពុជាសូមអំពាវនាវយ៉ាងទទូចឲ្យភាគីថៃវិលត្រឡប់មកអនុវត្តជាបន្ទាន់វិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយមានការធ្វើសាក្សីពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំនិងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាន់វ៉ាអ៊ីប្រាហ៊ីមប្រធានអាស៊ានបដូវវេន